ស្រឡាញ់មិនធ្លាប់គិតថាឈឺចាប់ដល់ពេលនេះមិនអាចបកថយក្រោយបានតែគេបែកច្រើនយើងចេញឲ្យឆ្ងាយពេលរាប់អានគ្នាដំបូងពេលចូលចិត្តគ្នាដំបូងក្នុងបេះដូងពិតមានអារម្មណ៍ថាប្លែកពីមុនចិត្តរឹងប្រែទន់ភ្លន់ខុសធម្មតាតែគេគ្មានបេះដូងចុងក្រោយគឺត្រូវឈឺចាប់ព្រោះគេគ្មានបេះដូងទើបគេមិនចង់ប្រាប់ហេតុផលដែលគេដើរចេញហេតុផលគេមិនត្រឡប់វិញឲ្យខ្ញុំរងចាំបើគេគ្មានបេះដូងហេតុអ្វីនៅស្រឡាញ់បើគេគ្មានបេះដូងហេតុអ្វីត្រូវចោះចេញព្រោះស្រឡាញ់អាក្រក់យ៉ាងណាក៏ស្រឡាញ់គេគ្មានបេះដូងចុងក្រោយគឺត្រូវឈឺចាប់ព្រោះគេគ្មានបេះដូងទើបគេមិនចង់ប្រាប់ហេតុផលដែលគេដើរចេញហេតុផលគេមិនត្រឡប់វិញឲ្យខ្ញុំរងចាំបើគេគ្មានបេះដូងហេតុអ្វីនៅស្រឡាញ់បើគេគ្មានបេ